ផ្លែគូលែនដែលមកពីលីងណានេះផ្អែមតែមិនទ្រលាន់ទេបងប្រុសសាក់ញ៉ាំមើលទៅយួនចៅពិតជាមានចិត្តមែនដឹងថាបងប្រុសចូលចិត្តញ៉ាំរបស់នេះមើលចុះនេះហើយជាកូនស្រីបង្កើតដែលគេពោលច្រឡំកាលពីឆ្នាំនោះមែនហើយមែនទេតែជើងគ្រើមបែបហ្នឹងធ្វើមិនប្រៀបបាននឹងអ្នកនាងធំរបស់យើងសំបីតែបន្តិចនោះពិតមែនហើយមនុស្សទន់ទាបបែបនេះមិនសមចូលចំណោមគេទេគួរតែបញ្ជូនទៅស្រែចម្ការវិញដូចដើមទៅល្អជាងបងប្រុសប្រហិតសាច់ក្តាមនេះគឺអ្នកម្ដាយបានបញ្ជាឲ្យចង្ក្រានបាយតូចធ្វើជាពិសេសណាស់អ្នកប្រុសវ័យក្មេងអ្នកនាងធំកញ្ញាសេនត្រឡប់មកវិញហើយអ្នកណាអនុញ្ញាតឲ្យនាងចូលមកបញ្ជូននាងទៅចង្ក្រានបាយញ៉ាំបាយក៏កាក់សំណល់ទៅបានហើយមនុស្សមកពីស្រែចម្ការសុំនឹងអង្គុយទៅបាយដែរអីចាស់សក់ខ្ញុំបំរើចាស់នឹងនាំនាងទៅឥឡូវនេះពិតជាគ្មានមានយឺតមែនស្ដាប់មិនយកភាសានោះទេហីមិនអនុញ្ញាតឲ្យមកទីនេះទេបើមិនអាចទទួលយកខ្ញុំបានទេអញ្ចឹងម្ហូបមួយទៅនេះយកទៅឲ្យឆ្កែស៊ីទៅល្អជាងខ្ញុំដាំឡើយជាភ្នាក់ងារសម្ងាត់លំដាប់កំពូលនៅសម័យទំនើបពេញមួយជីវិតសម្រាប់រហ័សនិងមើងម៉ាត់មិនដែលចាញ់ឡើយខ្ញុំជាកូនស្រីច្បងនៃវិមានហូហ្វូតែត្រូវគេធ្វើបាបគ្រប់បែបយ៉ាងរហូតស្លាប់យ៉ាងវេទនានៅទីធ្លាចំហៀងខ្ញុំសូមបូជាព្រលឹងដើម្បីសូមឲ្យមេឃដីជួយឲ្យខ្ញុំបានរស់ឡើងវិញម្ដងទៀតដើម្បីឲ្យមនុស្សទាំងនេះសងបំណុលឈាមខ្ញុំបានលើការអំពាវនាវរបស់អ្នកហើយជីវិតរបស់អ្នកខ្ញុំជារស់នៅជំនួសគំនុំរបស់អ្នកខ្ញុំជាអ្នកសងសឹកចាប់ពីថ្ងៃនេះទៅខ្ញុំសេងជីងហុងត្រឡប់មកវិញហើយបងប្រុសសេងជីងហុងប្រហានខ្លាំងណាស់មិនស្គាល់ច្បាប់ទម្លាប់វិមានតតែសោះមិនដឹងជាលោកឪពុកនិងអ្នកម្ដាយទទួលនាងមកវិញធ្វើអីទេប្អូនស្រីកុំបារម្ភអីទោះបីជានាងចូលមកវិមានក៏ដោយក៏តំណែងកូនស្រីច្បងនេះនៅតែជារបស់ប្អូនជារៀងរហូតកន្លែងស្នាក់នៅរបស់សេនយុនចៅនៅឯណាវិមានណានហ្វាងនៅទីខាងកើតបង្អស់នៃទីធ្លាក្រោយនាងឈួតហើយហីហ៊ានចូលក្នុងបន្ទប់របស់ខ្ញុំដោយគ្មានការអនុញ្ញាតផងមានមនុស្សស្រែចម្ការនាងចង់ធ្វើអីឲ្យប្រាកដនឹងប្រាកដណាស់គឺបោះសម្អាតសម្រាមដែលមិនគួរទុកដង្កៀបសក់របស់ខ្ញុំនេះជាកាដូដ៏ធំសម្រាប់ពិធីពេញវ័យដែលលោកឪពុកអ្នកម្ដាយប្រគល់ឲ្យខ្ញុំនាងមានសិទ្ធិអីមកកំទេចវាស្រាប់តែចិត្តបែបនេះអាស្រ័យលើអ្វីមែនទេគឺអាស្រ័យលើខ្ញុំជាកូនស្រីច្បងពិតប្រាកដនៃវិមានយំនេះសេងជីងហុងចាំលោកឪពុកអ្នកម្ដាយត្រឡប់មកវិញខ្ញុំប្រាកដជាឲ្យពួកគាត់ដេញនាងទៅស្រែចម្ការវិញមិនខានមុនពេលលោកឪពុកអ្នកម្ដាយសម្រាប់ចាត់ចែងខ្ញុំរបស់របរទាំងអស់របស់សេងយុនចៅនៅក្នុងបន្ទប់នេះត្រូវតែយកចេញអស់បើដូច្នោះទេរបស់ទាំងអស់នឹងមានវាសនាដូចដង្កៀបសក់នេះអញ្ចឹងនាងដណ្ដើមសម្បុកគេរស់នៅជាង10ឆ្នាំប្លន់យកឋានៈខ្ញុំដណ្ដើមយកកិត្តិយសខ្ញុំកាន់នីមួយនេះខ្ញុំនឹងទារមកវិញទាំងដើមទាំងការមិនឲ្យខ្វះឡើយកញ្ញាសេនបន្ទប់នេះគឺលោកស្រីជាអ្នករៀបចំជូនអ្នកនាងធំដោយផ្ទាល់បើកញ្ញាធ្វើបែបនេះខ្លាចតែធ្វើឲ្យលោកស្រីខឹងខ្លាំងមិនខានត្រឹមត្រូវហើយបន្ទប់នេះដើមឡើយគឺរៀបចំសម្រាប់កូនស្រីច្បងនៃវិមានហើយកូនស្រីច្បងនៃវិមាននេះគឺមានតែខ្ញុំម្នាក់គត់តាំងពីដើមមកម្យ៉ាងទៀតឯងគ្រាន់តែជាមេដោះក្នុងវិមានប៉ុណ្ណោះស្គាល់ឋានៈខ្លួនឯងឲ្យច្បាស់ទៅរឿងដែលមិនគួរចេះដឹងកុំចេះដឹងច្រើនពេកក្នុងពេលដែលពួកឯងអាងអំណាចធ្វើបាបអ្នកខ្សោយក៏កុំបន្ទោសខ្ញុំដែលតបវិញដោយគ្មានមេត្តាឡើយចាប់ពីពេលនេះទៅខ្ញុំនឹងសងវិញទ្វេដងលោកស្រីត្រឡប់មកវិញហើយអ្នកម្ដាយទីបំផុតអ្នកម្ដាយត្រឡប់មកវិញហើយសេងជីងហុងនាងធ្វើបាបកូនយួនចៅកូនស្រីដ៏ល្អរបស់ម្ដាយមានម្ដាយនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបកូនឡើយម្ដាយបានទិញរបស់ល្អមកឲ្យកូនមើលតើត្រូវចិត្តកូនទេរាល់ពេលដែលអ្នកម្ដាយចេញទៅក្រៅតែងតែនឹកឃើញទិញរបស់ផ្ញើកូនជានិច្ចទោះជាអ្វីក៏ដោយក៏កូនពេញចិត្តទាំងអស់តែម្ដាយពិតជាសុំទោសកូនហើយជីងហុងម្ដាយមិនដឹងថាកូនត្រឡប់មកវិញថ្ងៃនេះទេចាំថ្ងៃក្រោយម្ដាយនឹងរៀបចំជូនកូនម្នាក់មួយដែរមិនដឹងថាខ្ញុំត្រឡប់មកវិញហើយប្រហែលជាមិនដែលទុកកូនស្រីច្បងម្នាក់នេះក្នុងចិត្តតតែសោះហើយមិនបាច់ចាំថ្ងៃក្រោយទេយកមួយប្រអប់នេះទៅបានហើយសេនយុនចៅតែងតែត្រូវបានគេស្រឡាញ់ថ្នាក់ថ្នមរបស់ល្អក្នុងវិមានមានច្រើនរាប់មិនអស់បាត់បង់មួយនេះក៏មិនចោទជាបញ្ហាដែរនាងសេងជីងហុងនាងប្រហានខ្លាំងណាស់នេះជាកាដូដែលអ្នកម្ដាយបំរុងទុកឲ្យយុនចៅជាពិសេសណាស់ណាមនុស្សឥតប្រយោជន៍